đây có tơ mơ lạnh play mạch mạch gọt đàm hả nè bằng thôm gọt bay màu hay viện toàn tôm mấy nấu pi bên ngay thì bằng tôm play sản năng người vì mình tập liền làng thôm xà môn play tội nó có đầy cái đau pe ngay cái đau gọt đào đó ai còn bao mau pi hiền cái đau nhà mình lật chẹ chẹ hay mưa play này chả mưa pe rồi tôm pe việt tôm chạm nhom thọt ở bóng ôn mưa play chả đào lọนี่ดำน้ำกับใบเตะดำตกขวานได้โฮบไอ้ละเปาน้องละเปาโคลกก็ต้องเอามีนปกานี่แต่มีนแต่ตรงกาเวียมีนได้แต่เวียริจังมีนแต่ปกาพลายไอ้ยัยปีตองไม่ละอมาโอนเลยเนี่ยทะเลาะลุยจะมือไงน้ำมวยเอ๋ยกัดวีจะสลอยจังชากับบานได้นี่เอ๋ยปูดกระหอมไม่กดดำมันติดตกขวานเนี่ยធ្វើទឹកស៊ុបធ្វើអីហូបបើនៅស្រែក៏ដាំពោតដាំស្រែគួយចឹងបើនៅខ្ញុំមកនៅខាងម៉ែក្មេងខ្ញុំនេះគឺភាគច្រើនគេធ្វើចការធ្វើអីចាស់គាត់ធ្វើចការដាំបន្លែដាំអីលក់ចឹងហើយនេះដើមតាពាំងបាយជូរបងថ្លៃគាត់ដាំតែដឹងខែណាបានផ្លែហូបមិនដឹងគាត់ដាំនៅកន្លែងណានោះសក់ល្អអូដំណាំក្បែរផ្ទះបានមេឃភ្លៀងមកល្អដើមកញ្ឆាយបងប្អូនអើយហុំអស់ទេហើយមានទាំងដើមលហុងដើមអីទៀតហើយនេះផ្ទីគាត់នៅសัตว์ស៊ីអស់ស្លឹកលេងនេះផ្ទីនេះម៉ែក្មេកដាំផ្ទីពណ៌រៀងសម៉ែក្មេកដាំហើយនេះខ្ញុំយកមកពីខ្មែរគ្រាប់វាយកមកព្រុសអីចឹងវារៀងខៀវហើយមកមើលទេផ្លាកូនពៅវាដាំអូបានផ្លែពីរដែរធំហើយបឹកខាងនោះដើមត្រប់ដល់គោផ្លែឡើងច្រើនអត់មានអ្នកហូបទេម៉ែក្មេកគាត់ចេះដាំទៅហូបក៏ហូបមិនហូបទុកចោលចាស់ចោលនោះដំណាំពេលភ្លៀងមកដែរបងប្អូនអើយល្អហើយបើនិយាយពីដើមនេះមិនដឹងថាជាដើមអីគេបងប្អូននេះផ្លែវាពេលវាទុំទៅរៀងពណ៌លឿងឲ្យជូរអែមម៉ែក្មេងខ្ញុំគាត់ប្រកែដាំមិននិយាយគាត់សពអារឿងដាំដើមឈើដាំអីគាត់ទុកឲ្យកូនចៅហូបដាំបើនៅក្រៅសិតតែដើមផ្លែឈើដូចជាដើមប៉េះដើមផាសិនដើមអីគាត់ដាំមិនដឹងដើមអីខ្លះមិនសូវស្គាល់ទេគាត់ចេះទិញមកដាំអញ្ចឹងគាត់ទៅផ្សារហើយបើនេះដើមមានដើមកង្កែនេះផ្លែបានតូចឯងវាក្តាប់ពុះពងក្តាប់អញ្ចឹងណាហើយមកមើលទៅសក់ល្អគាត់ដាំខាងឥឡូវបានផ្លែខ្លះហើយតែគ្រាន់តែសัตว์មេឃភ្លៀងមកសัตว์ស៊ីសัตว์អីអញ្ចឹងទៅវាសូវល្អទេដល់ចង់ទុំឯចាស់ហើយវាពណ៌អញ្ចឹងតែហូបកើតសក់ល្អនៅសុកចាន់នេះទុំហូបកើតវាយកធ្វើជ្រូកធ្វើអីហើយមកមើលដើមនេះខ្ញុំដាំតកូនខ្ទីអស់ហើយជ្រោចទឹកមិញដំណាំក្បែរផ្ទះមិនតិចមែនប៉ុណ្ណាចេះដាំក៏ទុកហូបនឹងដើមម្រះយកមកពីខ្មែរជីវងជីណាលហើយម្រះព្រៅត្រប់ស្រួយយកមកពីខ្មែរដាំបានមកតិចគាត់ទុកហូបមកមើលផ្លែត្រប់មើលពីក្រៅឃើញតែពេលមកមើលក្នុងបងប្អូនអើយនេះធំណាងបងប្អូនអត់មានអ្នកបេះហូបទេបេះឆាបេះអីតែអត់មានអ្នកបេះហូបទេចាស់ចៅម៉ែក្មេងគាត់ចេះដាំតែអត់មានបន្លែគ្រប់សពគាត់បេះហូបហ្នឹងតែពេលវាផ្លែច្រើនពេកហូបមិនទាន់ទេនោះអូយធំល្អយកដុតអីហូបឆ្ងាញ់ណាអូយគាត់ដាំតែពីដើមទេហើយខ្ញុំមកនៅខាងម៉ែក្មេងខ្ញុំនេះគឺគេធ្វើចការធ្វើអីលក់ចឹងនៅតាមវាសេស្តែចការពៅចការពោតណាំស្រែកគួស្រែកអីហ្នឹងមកទេចាំពេលមានពេលវាមិនសូវជាក្តៅប្រហែលចាំទៅថតនៅវាសេបងប្អូនមើលថានៅស្រុកចិនខាងម៉ែក្មេងគឺខេត្តកួងស៊ីគេដាំណាំដាំអីលក់ចឹងណា
បើនៅខេត្តគេផ្សេងខ្ញុំមិនដឹងទេតែបើខេត្តកងស៊ីគឺអត់ធ្លាក់ទឹកកកទេអញ្ចឹងវាត្រជាក់ដែរតែត្រជាក់វាអត់ធ្លាក់ទឹកកកអាចដាំណាំបានអញ្ចឹងហើយមកមើលនេះពេលមេឃភ្លៀងមកដាំពោតដាំអីដុះស្ទុះលឿនដល់ហើយនិយាយពីផ្ទីម៉ែក្មេកខ្ញុំគាត់ព្រោះនេះខ្ចីវក់ប្តីគាត់ទៅបេះត្រប់យកមកឆាអូត្រប់ល្អតែពេលអាវទេប្តីខ្ញុំខែក្តៅចឹងហើយមៀតរត់ធំទៅណ៎មើលដាវអូហន្តាធំធំនេះគាត់និយាយរួមដីនេះស្រុកចិនល្អតែពេលដាំអីក៏ល្អដែរពេលមេឃភ្លៀងចឹងទៀតរត់តែល្អទៀតឥឡូវប្តីគាត់បេះប្រហែលផ្លាយយកទៅឆាមកនិយាយពីមៀតប្តីខ្ញុំវិញលេងធាត់ទៅហើយកាលនៅខ្មែរអត់សូវធាត់ទេតែពេលមកចិនយូរធាត់ហូបសាច់ច្រើនណាទៅដើមកូនឥឡូវកូនងក់និយាយពីថាមកដល់ពីរៀនវិញអូមួយថ្ងៃមើលទៅទូរស័ព្ទប៉ុន្តែអត់ភ្លេចរៀនទេតិចទៀតគេដល់ម៉ោងសេគេទៀតហើយនិយាយរឿងអាឡឹកប្តីប៉ាគេនឹងសួរអត់ញ៉ាំទេតែពេលឲ្យត្រើមកូនញ៉ាំកូនខឹងយំដល់ឥឡូវឡើងទៅយកឲ្យម្ដុំទៀតទៅបាត់យំទៅបេះតកូនឆាម្ដាយមើលសាច់ជ្រូកនឹងធ្វើអីទេបងប្អូនអើយឆារាល់ថ្ងៃនៅស្រុកចិនអ្នកដែលបានប្តីជនជាតិចិនគឺដឹងឲ្យខន្តីអត់ធន់តិចហើយឆារាល់ថ្ងៃបងប្អូនអើយងងចៅលេងបោះបាល់នេះចៅមួយទៅក្មេកម៉ែក្មេកខ្ញុំឥឡូវក្នុងពោះមួយចំនួន2